បើមិនចង់អស់លុយច្រើនទេត្រូវមើលវីដេអូនេះពីដើមរហូតដល់ចប់ព្រោះនេះគឺជាជំនាញរយៈពេលស្រាវជ្រាវជាង10ឆ្នាំខ្ញុំយកមកសម្រាយជូនអ្នកនរគ្នាត្រឹមតែ6នាទីគុណភាពវីដេអូមួយនេះគឺកាត់ថ្លៃមិនបានទេសម្រាប់ខ្ញុំព្រោះខ្ញុំធ្វើតាំងពីព្រលឹមរហូតដល់យប់អ្នកនរគ្នាខ្ញុំសម្រាយត្រឹមតែ6នាទីប៉ុណ្ណោះកុំឲ្យបងប្អូនអ្នកនរគ្នាធុញទ្រាន់នៅក្នុងការមើលគឺយើងព្យាយាមយកចំណុចសំខាន់ៗដើម្បីឲ្យអ្នកនរគ្នាបានយល់ច្បាស់ពីការរៀបម៉ាស៊ីននេះអញ្ចឹងសូមបងប្អូនមើលវីដេអូនេះដោយការយកចិត្តទុកដាក់ឲ្យមែនទែនឥឡូវនេះឃើញថាការរៀបចំគ្រឿងរបស់យើងគឺបានចប់សពគ្រប់ហើយមានដូចជាវូលគាំងមានដូចជាប៊ីស្តុងហើយយើងសេជាប៉ាប់ទៀតផងយើងបានដូរកង់សកត់កង់ត្រូគួរជាប៉ាប់ថ្មីយើងបានធ្វើការលាងខ្ចៅខ្យងថ្មីអស់ហើយយើងចាប់ផ្ដើមរៀបចូលវិញការរៀបម៉ាស៊ីនអ្នកនរគ្នាគឺយើងត្រូវរៀបពីខាងក្រោមមើលទៅខាងលើគឺយើងមើលដូចនៅខាងក្រៅអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងមើលយល់ជាហ៊ានដំបូងយើងចាប់ផ្ដើមដាក់វូលគាំងចូលមកជាហ៊ានបន្ទាប់យើងលាបកៅបន្ទាប់មកយើងរៀបចូលហើយយើងប្រែមកខាងទៀតណាយើងប្រែមកខាងទៀតចាប់ប្រឡងសិនឥឡូវនេះយើងចាប់ផ្ដើមធ្វើស៊ីខាងនេះម្ដងអញ្ចឹងខ្ញុំមិនបាច់និយាយទេបងប្អូនជួយមើលសកម្មភាពទៅតាមដែលខ្ញុំរៀបទៅ
ត្រង់ចំណុចនេះខ្ញុំគិតថាបងប្អូនប្រហែលជាឆ្ងល់បើសិនជាឆ្ងល់អាច comment សួរខ្ញុំបានចូលទៅសួរខ្ញុំណាដោយសារតែនេះគឺតិចនិចកាយនេះណាបាទ ថ្ងៃនេះខ្ញុំសូមអធិស្ឋានផងបងប្អូនដោយសារតែខ្ញុំបានបញ្ឆេះបងប្អូនមើលទេសារតែសัตว์មេភ្លៀងនឹងវាមករំខានខ្ញុំខ្លាំងពេកដល់ពេលចុះយើងអត់មានពេល full ដើម្បីធ្វើការទេយប់នៅតែមានមេភ្លៀងទៀតអញ្ចឹងយឺតយ៉ាវនៅក្នុងការបញ្ឆេះបងប្អូនមើលប៉ុន្តែវីដេអូនេះខ្ញុំជឿថាបងប្អូននឹងទទួលបានចំណេះដឹងពីខ្ញុំយ៉ាងពិតប្រាកដកាត់តិចទេបងប្អូនអាចមើលយល់ណាមើលមិនយល់ចូលគ្រប់សួរខ្ញុំ